នេះជាបទចម្រៀងដែលខ្ញុំបានយកមក cover នៅក្នុង Suno ចង់ក្រសាស្ទើអោបអូនអីលើចឹងថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នារបៀបធ្វើ cover នៅក្នុង Suno សូមតាមដានពីដើមដល់ចប់សូមកុំរំលងចំណុចណាមួយព្រោះគ្រប់ចំណុចទាំងអស់សុទ្ធតែជាគន្លឹះសំខាន់ក្នុងការធ្វើ cover song ចឹងយើងយកបទចង់ក្រសោបដែលជាបទរបស់លោកតាសិនស៊ីសមុទ្រចឹងយើង copy បទចម្រៀងនេះដើម្បី download យកជា MP3 file បន្ទាប់មកយើងចូលនៅក្នុង CapCut ហើយយើង import MP3 file នឹងចូលហើយយើងទាញចូលមកក្នុង CapCut project យើងត្រូវចូលទៅកន្លែង speed ហើយយើងដូរល្បឿនវាឲ្យវា play 3 ដងនៃល្បឿនដើមដើម្បីធ្វើឲ្យសំឡេងហ្នឹងSuno ចាប់អត់បានថាច្រៀងពីអីទេអញ្ចឹងសួរថាបើចាប់អត់បានច្រៀងពីអីតើធ្វើម៉េចយើងអាចយកទៅធ្វើ cover បានអញ្ចឹងអ្នកទាំងអស់គ្នាចាំតាមដានមើលអញ្ចឹងយើង export វាចេញមកយើង export កុំយើងយកជា MP3 file អញ្ចឹងខ្ញុំ save ទុកនៅក្នុង folder download ហើយដំបូងខ្ញុំសាក upload file ដើមដែលយើង download មកដោយមិនទាន់ change speed អញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញ error ដែលបង្ហាញថា file ហ្នឹងមិនអាច import បានទេแล้วខ្ញុំទៅ import file ដែលខ្ញុំបានដូរ speed ហ្នឹងអញ្ចឹង file ហ្នឹងនឹង import បាន success អ្នកទាំងអស់គ្នាឃើញនេះ import មកចូលហើយអញ្ចឹងឃើញចូលមកបាន successful ប៉ុន្តែ file ហ្នឹងយើងអាចតន់ធ្វើ cover បានទេដោយសារយើងដាក់ speed 3 ដងអញ្ចឹង Suno ចាប់អត់បានអញ្ចឹងខ្ញុំលុបព័ត៌មានចោលទាំងអស់ហើយខ្ញុំទៅ file ដែលយើង import ហ្នឹងចុចកន្លែងចុចព្រួយ3ហ្នឹងមកយក edit ហើយអ្នកទាំងអស់គ្នា scroll ចុះទៅក្រោមឃើញពាក្យថា open in editor អញ្ចឹងវានឹង load audio file ហ្នឹងមកហើយនៅខាងក្រោមនេះឃើញ BPM វាចេញ92អញ្ចឹងយើងត្រូវចែកវានឹង3ព្រោះមិនយើងទៅឡើង3ណាចែកជា3ទៅបាន31អញ្ចឹងយើងវាយលេខ31នៅក្នុង box ហ្នឹងមកហើយយើងអាច play ស្ដាប់ទៅឃើញវាបទហ្នឹងលេងល្បឿនធម្មតាអញ្ចឹងយើងអាច save វានៅខាងលើតទៅពី save រួចហើយយើងចេញមកក្រៅមកវិញនៅកន្លែង create នេះយើងនឹងឃើញវាបង្កើតជា file ថ្មីមួយវាដាក់បទហ្នឹងមានវាវងនៅក្នុងវងកញ្ចក់ edit ហ្នឹងវាកំពុងតែ save យើង save ហើយយើងឃើញរយៈពេលបទចម្រៀងគឺដូចបទដើមយើង4នាទីជាងយើងទៅកន្លែងព្រួយ3យើងយក remix ហើយ cover ប៉ុន្តែពេល cover បើសិនជាអ្នកទាំងអស់គ្នា copy lyric ដើមមកពេល generate ទៅវាចេញនឹង error របៀបនេះឯងគឺ lyric ហ្នឹងជាប់ copyright ដូចគ្នាអញ្ចឹងយើងត្រូវបំលែង lyric ហ្នឹងតែ Suno ចាប់អត់បានអញ្ចឹងខ្ញុំមានprom មួយខ្ញុំបើក prom ហ្នឹង copy ចូលទៅដាក់នៅក្នុង Gemini ដើម្បីឲ្យវា convert lyric អញ្ចឹងយើងផាស prom ហ្នឹងមកសិនអត់ទាន់ផាស lyric ទេផាស prom ហ្នឹងដើម្បីឲ្យ Gemini ស្គាល់ថាយើងចង់ធ្វើអីសិនហើយយើងចុច send មកអញ្ចឹងចាំវាបន្តិចវានឹងចេញថាទទួលស្គាល់របស់យើងហើយវា waiting សម្រាប់ lyric អញ្ចឹងយើងទៅ copy lyric បងប្អូនទាំងអស់គ្នាមាន lyric copy lyric ទាំងបទដើមទាំងអស់មកហើយផាសពីក្រោមហ្នឹងអញ្ចឹងកន្លែងនេះវាមាន play ខ្ញុំដោយសារវាអត់ស្គាល់ពាក្យ play ខ្ញុំកែទៅជា instrumental break ដើម្បីឲ្យដឹងថាកន្លែងហ្នឹងគឺមានplay លេងនៅប្លុកកណ្ដាលហ្នឹងហើយយើងចុច send មកពេលចុច send មកវានឹងកែ lyric តែ lyric ហ្នឹងយើងអាចផាសទៅក្នុង Suno បាន Suno នឹងច្រៀងបទដូចបទចម្រៀងដើមអញ្ចឹងប៉ុន្តែវាអត់ដឹងថាហ្នឹងជាប់ copyright ទេខ្ញុំ copy ផាសមកក្នុង lyric ហើយយើងមកកន្លែង style នេះយើងវា Suno វាអត់ស្គាល់ style ទេអញ្ចឹងយើងខ្ញុំមាន prom មួយទៀតដើម្បីឲ្យវាទៅ detect style របស់បទដើមយើង copy prom ហ្នឹងផាសមកចូលនៅក្នុង Gemini មកហើយយើងទៅ copy link បទចម្រៀងហ្នឹងផាសពីខាងក្រោមហ្នឹងហើយចុច send មក
អញ្ចឹងវានឹងទៅ analyze បទចម្រៀងហ្នឹងហើយវានឹងបង្កើតជាប្រមមួយដែលភ្លេងទំនុកច្រៀងទំនុកសំឡេងនៃចម្រៀងấyគឺតាម style របស់បទដើមចឹងអ្នកទាំងអស់គ្នា copy take ហ្នឹងមកផាសចូលនៅក្នុង style របស់ Suno ហើយនៅក្នុងកន្លែង more option នេះខ្ញុំthích យកមនុស្សប្រុសហើយអាកន្លែងវានេះខ្ញុំដាក់តែខ្ទង់អារម្មណ៍ 20% ទេកុំឲ្យវាប្លែកពេកហើយអាកន្លែងនេះខ្ញុំ change ទៅ 80% ហើយកន្លែង audio influence ខ្ញុំ change ទៅខ្ទង់អារម្មណ៍ 50% ដើម្បីឲ្យវាច្រៀងតាមតុងតាម melody របស់បទដើមហើយខ្ញុំរើសយក version 5.5 ហើយយើងចុច create មកមានតែ version 5.5 ដែលច្រៀងបទខ្មែរបានច្បាស់ល្អអញ្ចឹងវាកំពុងតែ generate ហើយយើងចាំស្ដាប់ទាំងអស់គ្នាចង់ក្រសាស្ទើអោបអូនអីលើសំឡឹងយូទៅឃើញព្រឺអត់ នេះគឺច្រៀង melody ត្រូវនឹងបទដើមបានល្អរីកសែនស្រស់សំផាសដូចទេពកញ្ញាភ្នែកមុតធ្លុះចិនតាថ្ងៃណាបានគៀកាយអញ្ចឹងខ្ញុំមានប៉ុណ្ណេះទេបើសិនជាបងប្អូនចង់រៀនក្បាច់ថ្មីទៀតកុំភ្លេច Subscribe Channel របស់ខ្ញុំនឹងបន្ត update ហើយសម្រាប់ព្រមខ្ញុំនឹងដាក់ចូលនៅក្នុង Telegram group របស់ខ្ញុំបងប្អូនអាចចូលទៅ copy យកមកប្រើប្រាស់បានបាទអរគុណច្រើន